សួស្តីបងប្អូនទាំងគ្នាខ្ញុំបាទណាដូថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីប្រធានបទដែលពាក់ព័ន្ធជាមួយនឹងប្រទេសជប៉ុនជាពិសេសគឺប្រធានបទដែលក្តៅដែលកំពុងតែកើតឡើងនៅក្នុងប្រទេសជប៉ុនសូម្បីតែខ្មែរយើងដែលគាត់រស់នៅជប៉ុនមួយចំនួនក៏ដូចជាបងប្អូនពលកររបស់យើងមួយចំនួនក៏គាត់តាមអត់ទាន់ព័ត៌មាននៅនេះដែរតើគេវិវត្តដល់ណាហើយជាពិសេសពាក់ព័ន្ធជាមួយពួកយើងដែលជាជនបរទេសរស់នៅក្នុងប្រទេសជប៉ុននេះគឺត្រូវការចាំបាច់ដឹងព័ត៌មានទាំងអស់ហ្នឹងតែម្ដងចំណុចទី1គឺពាក់ព័ន្ធជាមួយនឹង visa ដែលប្រទេសជប៉ុនបានរឹតបន្តឹងទៅលើ visa ជនបរទេសទី1គឺមាន visa ជាប្រភេទគេហៅថា KA Kandi visa ខ្ញុំសង្ខេបឲ្យស្រួលយល់ទៅគឺអ្នកដែលគាត់មកបើកហាងក៏ដូចជាបើកក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនវិនិយោគឬក៏ចំណាយទៅលើក្រុមហ៊ុនមួយដែលមានតម្លៃលើសពី5លានយេននោះយើងនឹងអាចទទួលបាន visa ដែលរស់នៅក្នុងប្រទេសជប៉ុននៅក្នុងរយៈពេលដែលយើងបើកក្រុមហ៊ុននឹងបានប៉ុន្តែមកដល់ឆ្នាំ2026រដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់មួយនេះដែលគុណនឹងតម្លៃ5លានយេននឹងគឺទៅជាតម្លៃ30លានយេនឬក៏ច្រើនជាងនេះបានន័យថាតើយើងមានទុនវិនិយោគទៅលើក្រុមហ៊ុនណាមួយដែលមានតម្លៃលើសពី30លានយេនទើបយើងមានសិទ្ធិស្នើសុំ visa មួយនឹងបានបងប្អូនគ្នាសម័យមើលថាពី5លានយេនរហូតដល់ទៅ30លានយេនគឺនៅក្នុងរយៈពេលដ៏ខ្លីមួយគេកែប្រែច្បាប់ទៅជាអញ្ចឹងសូថាបើសិនជាយើងបើកក្រុមហ៊ុនមួយដែលមានតម្លៃខ្ទង់5លានយេនឬក៏ច្រើនជាងនឹងតិចតួចហើយឈានរហូតដល់30លានយេនតើយើងអាចហក់ទៅបានអត់អញ្ចឹងតាំងពីគេកែប្រែច្បាប់នោះមកគឺមានការស្នើសុំ visa ប្រភេទហ្នឹងគឺថយចុះរហូតដល់ទៅជាង 90% ដែលនេះគឺជាទិន្នន័យឬក៏តួលេខមួយដែលធ្ងន់ធ្ងរមែនទែនដែលរដ្ឋាភិបាលជប៉ុនបានផ្លាស់ប្ដូរហើយក៏មានការប្រឆាំងក៏ដូចជាមានការតវ៉ាពីជនបរទេសដែលកាន់ visa ប្រភេទនេះដែលកំពុងតែបើកហាងទាំងអស់នោះនៅក្នុងប្រទេសជប៉ុននេះផងដែរចំណុចមួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងការស្នើសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍ឬក៏ PR ការពីមុនមកការស្នើសុំសិទ្ធិអចិន្ត្រៃយ៍ឬក៏ការចូលសញ្ជាតិនេះតម្រូវឲ្យយើងនៅជប៉ុនលើសពី5ឆ្នាំឡើងទៅតាំងពីយើងចាប់ផ្ដើមធ្វើការរហូតបាន5ឆ្នាំទៅគឺគេចាប់ផ្ដើមរាប់ជាឆ្នាំទី1ទី2ទី3រហូតដល់ឆ្នាំទី5ដែលយើងអាចស្នើសុំ visa PR ឬក៏ថា permanent resident ដែលយើងអាចរស់នៅរយៈពេលវែងបានណាជាភាសាខ្មែរយើងគេហៅថាជាសិទ្ធិរស់នៅអចិន្ត្រៃយ៍ប៉ុន្តែឥឡូវនេះគេមិនបានឲ្យរយៈពេល5ឆ្នាំទេគឺគេឲ្យរហូតដល់ទៅ10ឆ្នាំទើបយើងអាចមានសិទ្ធិស្នើសុំ visa ប្រភេទនេះបានក៏ដូចជាចូលសញ្ជាតិពីមុនក៏គេតម្រូវឲ្យយើងរស់នៅប្រទេសជប៉ុនចាប់ផ្ដើមធ្វើការរហូតដល់5ឆ្នាំយើងអាចស្នើសុំសញ្ជាតិបានឥឡូវនេះក៏គេលើកទៅដល់10ឆ្នាំដូចគ្នាប៉ុន្តែវាមានករណីលើកលែងមួយចំនួនប៉ុន្តែខ្ញុំសូមអត់និយាយលម្អិតនៅក្នុងវីដេអូមួយនេះទេពាក់ព័ន្ធជាមួយនឹងសេវានៃការបដូរ visa ឬក៏គេហៅថា renew visa នេះគឺយើងតម្រូវឲ្យមានបង់ថ្លៃស្នើសុំហ្នឹងណាដែលពីមុនហ្នឹងតម្លៃថោកឥឡូវនេះឡើងទៅដល់ប្រហែលជាខ្ទង់100000 200000ទៅ300000ទៅតាមប្រភេទ visa ទៅតាមរយៈពេលនៃ visa នីមួយៗដែលខ្ញុំនឹងមិនលើកមកនិយាយលម្អិតនៅក្នុងវីដេអូនេះទេបានន័យថាសេវានៃការស្នើសុំ visa ហ្នឹងគឺគុណនឹង10គុណ20ឡើងទៅលើនៃតម្លៃដើមទៀតឯណោះចំណុចមួយទៀតដែលខ្ញុំគិតថាវាសំខាន់ដែរសម្រាប់បងប្អូនកម្ពុជាបើយើងនៅក្នុងប្រទេសជប៉ុនហ្នឹងគឺការជិះកង់នៅតាមផ្លូវពីមុនហ្នឹងគឺគេឲ្យជិះកង់នៅលើផ្លូវចំណែកដែលនៅសល់ដែលគេដាក់ឲ្យមនុស្សដើរហ្នឹងផ្លូវហ្នឹងគឺយើងអាចជិះកង់ជាមួយបានបច្ចុប្បន្ននេះគឺគេឲ្យយើងមកជិះជាមួយនឹងផ្លូវឡានប៉ុន្តែមិនមែនទៅកណ្ដាលផ្លូវទេគឺអែបតាមគេហៅថាគែមផ្លូវហ្នឹងអញ្ចឹងណាដែលក្នុងនាមខ្ញុំជាអ្នកបើកឡានម្នាក់ក៏ដូចជាប្រជាជនជប៉ុនផ្សេងៗទៀតគាត់យល់ឃើញថាការកែប្រែច្បាប់បែបហ្នឹងវាធ្វើឲ្យអ្នកជិះកង់ហ្នឹងមានគ្រោះថ្នាក់ក៏ដូចជាអ្នកបើកឡានហ្នឹងពិបាកនៅក្នុងការបើកដោយសារតែកង់ជិះនៅលើផ្លូវឡានដែរទៅវាធ្វើឲ្យទើសអញ្ចឹងទៅសម្រាប់ខ្ញុំផ្ទាល់ដែលខ្ញុំបើកឡាននៅលើផ្លូវផ្ទាល់ក៏ខ្ញុំមានអារម្មណ៍ថារៀងទើសដែរទី1ខ្លាចប៉ះគាត់ទី2វារៀងពិបាកវ៉ាអញ្ចឹងដោយសារផ្លូវខ្លះគឺវាមានតែមួយទ្រូងផ្លូវទេបើសិនជាបងប្អូនទាំងគ្នាអត់ដឹងតំបន់មួយចំនួនដែលសម្បូរប៉ូលីសហើយយើងរត់នៅលើផ្លូវដែលគេដើរនៅតាមទ្រូងផ្លូវហ្នឹងណាអានឹងប្រកាសជាប៉ូលីសចាប់ហើយផាកអញ្ចឹងនេះគឺជាចំណុចសំខាន់មួយដែលសង្គមជប៉ុនបានកែប្រែពេលខ្លះយើងអត់នឹកស្មានទេវាមានការកែប្រែលឿនពេកហើយជនជាតិជប៉ុនមួយចំនួនក៏មិនមានការយល់ស្របដែរដោយសារតែការកែប្រែនេះវាធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរៀងធំដែរអញ្ចឹងណាបងប្អូនទាំងគ្នាមួយចំនួនទៀតដែលសំខាន់នោះគឺខ្ញុំចង់និយាយអំពីលោកស្រីសាណាយថាខៃជីដែលជានាយករដ្ឋមន្ត្រីស្ត្រីរបស់ជប៉ុនទី1ដែលកន្លងមកគេនិយាយអំពីប្រវត្តិល្អៗរបស់គាត់ប្រវត្តិតស៊ូរបស់គាត់ដែលគាត់ជាស្ត្រីដ៏អស្ចារ្យដែលបានក្លាយជាស្ត្រីទី1ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសជប៉ុនប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកចំណុចដែលជាវិបត្តិដែលបានកើតឡើងកំឡុងពេល
ពេលដែលលោកកាន់តំណែងហើយជាព័ត៌មានដែលបងប្អូនទាំងនេះគួរដឹងគ្រប់គ្នាហើយអ្នកខ្លះក៏គាត់តាមអត់ទាន់គោលនយោបាយរបស់លោកស្រីដោយសារតែពេលដែលលោកស្រីឡើងមកហ្នឹងគឺមានការកែប្រែច្បាប់ជាច្រើនពាក់ព័ន្ធជាមួយនឹងជនបរទេសអ្វីដែលខ្ញុំបានលើកឡើងមុនហ្នឹងក៏ទើបតែកែប្រែកំឡុងពេលដែលលោកស្រីបានឡើងកាន់តំណែងនឹងដូចគ្នាលោកស្រីសាណាយថាកាយជីនេះត្រូវបានគេស្គាល់ថាជានាយករដ្ឋមន្ត្រីជប៉ុនដែលទទួលបានទស្សនៈនយោបាយក៏ដូចជាទទួលបានការណែនាំពីលោក Shinzo Abe ដែលត្រូវជាអតីតនាយករដ្ឋមន្ត្រីជប៉ុននោះណាហើយជាមិត្តភ័ក្តិសាសនាគ្នាដូច្នេះលោកស្រីសាណាយថាកាយជីក៏បានលើកឡើងដូចគ្នាថាគាត់នឹងបន្តនៅគោលនយោបាយក៏ដូចជាបន្តនៅស្មារតីរបស់លោក Abe ដែលបានបន្សល់ការពីលោកធ្វើជានាយករដ្ឋមន្ត្រីហើយខ្ញុំសូមបើកវងកញ្ចក់បន្តិចលោក Abe នេះគាត់ត្រូវបានខ្មាន់កំភ្លើងលួចបាញ់សម្លាប់គាត់កំឡុងពេលដែលគាត់ធ្វើឃោសនានយោបាយនៅក្នុងខេត្តមួយដែលហៅថាខេត្តណារៈនៅក្នុងប្រទេសជប៉ុនហ្នឹងក៏គាត់បានស្លាប់បាត់ហើយលោកស្រីសាណាយថាកាយជីនេះគេល្បីថាគាត់មានទស្សនៈនយោបាយស្តៀង Abe ប៉ុន្តែតាមដែលខ្ញុំយល់ឃើញនៅពេលដែលគាត់បានឡើងកាន់តំណែងនៅក្នុងតំណែងជានាយករដ្ឋមន្ត្រីនេះគឺទស្សនៈនយោបាយរបស់គាត់មួយចំនួនហ្នឹងវាដូចទៅនឹងលោក Abe ក៏ពិតមែនប៉ុន្តែពាក់ព័ន្ធជាមួយនឹងទស្សនៈនយោបាយក៏ដូចជាគោលនយោបាយនៅក្នុងការប្រមូលជនបរទេសឲ្យមកក្នុងប្រទេសជប៉ុនហ្នឹងគឺមិនដូចគ្នានោះទេដោយសារតែការពីចំនួនលោក Abe ហ្នឹងគាត់បានបើកឱកាសឲ្យជនបរទេសមកធ្វើការនៅក្នុងប្រទេសជប៉ុនច្រើនសម្រាប់ជនបរទេសងាយស្រួលនៅក្នុងការចូលមកធ្វើការអីចឹងណាប៉ុន្តែនៅក្នុងសម័យលោកស្រីតាកៃជីនេះគឺគាត់បានកែប្រែអានឹងបន្តិចដោយសារតែវាមានការតវ៉ាមានការប្រឆាំងពីប្រជាពលរដ្ឋខ្លះដែលគាត់ប្រឆាំងចង់ឲ្យមានជនបរទេសចូលមកនៅជប៉ុនអីចឹងទៅអញ្ចឹងចង់មិនចង់ក៏លោកស្រីទៅការធ្វើការកែប្រែចំណុចនេះឲ្យខុសពីអ្វីដែលលោក Abe បានធ្វើពេលកន្លងមកអញ្ចឹងណាមួយវិញទៀតនៅពេលដែលជនបរទេសមានកំណើតនៅក្នុងប្រទេសជប៉ុននេះច្រើនវាធ្វើឲ្យមានករណីជាច្រើនដូចជាការបាត់របស់ដូចជាការលួចជាការប្លន់ឬក៏សម្លាប់មនុស្សដោយជនបរទេសដែលមករស់នៅក្នុងប្រទេសជប៉ុននេះណាអញ្ចឹងធ្វើឲ្យមានការប្រឆាំងក៏ដូចជាមានសម្លេងមិនគាំទ្រដែលវត្តមានជនបរទេសធ្វើឲ្យប្រជាជនជប៉ុននឹងទទួលបានផលលំបាកក៏ដូចជាសង្គមជប៉ុនមានការប្រែប្រួលរហូតដល់មានគណៈបកមួយឈ្មោះថាសាំងសេតូដែលគាត់បានបង្កើតគណៈបកមកឲ្យដាក់ពាក្យស្លោកនៅក្នុងគណៈបកនឹងថា Japanese First ដែលមានន័យថាឲ្យអត្ថភាពទៅលើប្រជាជនជប៉ុនគិតទៅលើប្រជាជនជប៉ុនមុននឹងគិតទៅលើជនបរទេសដែលគណៈបកនេះនៅពេលដែលបង្កើតមកបានរយៈពេលខ្លីមានការគ្រប់គ្រងច្រើនរហូតបានកៅអីនៅក្នុងសភាអីជាដើមអញ្ចឹងទៅលោកស្រីថាកៃជីនេះគាត់ឆ្លាតនៅពេលដែលគាត់ឡើងមកកាន់ជានាយករដ្ឋមន្ត្រីនៃគណៈបក LDP ឬក៏ជាភាសាប៉ុនគេថា Jiminto ហ្នឹងគាត់បានតាក់ទាញចិត្តប្រជាពលរដ្ឋជប៉ុនជាច្រើនហើយបានធ្វើការកែប្រែច្បាប់មួយចំនួនដែលមើលទៅវាស្តៀងទៅនឹងគណៈបកសាំងសេតូធ្វើដើម្បីឲ្យសម្លេងដែលគេគ្រប់គ្រងទៅលើគណៈបកសាំងសេតូហ្នឹងទៅបោះឆ្នោតឲ្យគណៈបក LDP ឬក៏គណៈបក Jiminto របស់លោកស្រីថាកៃជីវិញដូច្នេះនេះជាគោលនយោបាយឆ្លាតមួយដែលគាត់អាចរឹតបន្តឹងជនបរទេសផងហើយតាក់ទាញសម្លេងឲ្យគេគ្រប់គ្រងគណៈបកគាត់ផងដែរគោលនយោបាយដែលសំខាន់មួយទៀតនៅពេលដែលលោកស្រីសាណាយតាកៃជីបានមកកាន់តំណែងជានាយករដ្ឋមន្ត្រីនឹងគាត់បានប្រកាសថាគាត់នឹងកាត់បន្ថយពន្ធគេហៅថា Shohize ឬក៏ពន្ធទៅលើការប្រើប្រាស់ទំនិញហូបចុកហ្នឹងឲ្យទៅជា 0 ប៉ុន្តែនៅពេលដែលលោកបានឡើងកាន់តំណែងមកដល់ពេលនេះប្រហែលជាខ្ទង់កន្លះឆ្នាំដែរហើយគឺមិនទាន់បានកាត់បន្ថយពន្ធឲ្យមកត្រឹម 0 ឬក៏ 1% 2% ទេហើយក៏មានការសម្ភាសក៏ដូចជាសួរនាំពីប្រជាពលរដ្ឋក៏ដូចជាពីសារព័ត៌មានផ្សេងៗហើយលោកស្រីបាននិយាយថាការកាត់ពន្ធទៅឲ្យ 0 ហ្នឹងគឺវាពិតជាពិបាកសម្រាប់រដ្ឋាភិបាលរបស់លោកស្រីក្នុងការធ្វើការទៅលើរឿងទាំងអស់ហ្នឹងដោយសារតែនៅពេលដែលកាត់ពន្ធឲ្យទៅជា 0 បានន័យថាអត់យកពន្ធទៅលើទំនិញហូបចុកហ្នឹងគឺពិបាកនៅក្នុងការកែប្រែ system មួយចំនួនដោយសារតែ system នៅក្នុងការគិតពន្ធហ្នឹងគឺវាត្រូវដំឡើងនៅលើទីផ្សារនានាអញ្ចឹងណាអញ្ចឹងធ្វើឲ្យលោកស្រីមានការលំបាកនៅក្នុងការកែប្រែនេះអញ្ចឹងហើយបានជាមាន comment ឬក៏ការយកឃើញពីប្រជាពលរដ្ឋថាលោកស្រីធ្វើការកុហកទៅលើប្រជាពលរដ្ឋថាកាត់ពន្ធមកត្រឹម 0 ប៉ុន្តែអត់បានកាត់ពន្ធទេអញ្ចឹងយើងចាំមើលថាតើពីឥឡូវទៅក្នុងរយៈពេលកន្លះឆ្នាំទៀតឬក៏មួយឆ្នាំទៀតលោកស្រីអាចធ្វើរឿងនឹងបានអត់ហើយចំណុចដែលលោកស្រីបានប្រកាសថាកាត់ពន្ធឲ្យមកនៅត្រឹម 0 នេះក៏ជាគោលនយោបាយល្អមួយរបស់លោកស្រីដែរដើម្បីបិទសម្លេងគណៈបកប្រឆាំងមួយទៀតដែលមានគោលនយោបាយលើកឡើងថា Shohize 0 បានន័យថាកាត់បន្ថយពន្ធទៅលើទំនិញហូបចុកទំនិញប្រើប្រាស់ហ្នឹងណាអញ្ចឹងនេះជាគោលនយោបាយរបស់គណៈបកផ្សេងទេប៉ុន្តែលោកស្រីបានលើកពាក្យហ្នឹងមកប្រើប្រាស់នៅក្នុងគណៈបករបស់លោកស្រីដែរដើម្បីទាក់ទាញចំណាប់អារម្មណ៍ក៏ដូចជាទាញអ្នកគ្រប់គ្រងឲ្យមកកាន់គណៈបករបស់អ្នកស្រីទាំងអស់តែម្ដងអញ្ចឹងយើងអាចនិយាយបានថានេះជាភាពឆ្លាតវៃរបស់អ្នកស្រីដែរដែលទាញសម្លេងនៃការគ្រប់គ្រងរបស់គណៈបកថ្មីចំនួន2ឲ្យទៅគ្រប់គ្រងលោកស្រីទាំងអស់ហើយការពីខ្ទង់ខែ2ឆ្នាំ2026នេះមានការបោះឆ្នោតមួយគណៈបកលោកស្រីក៏ទទួលបានកៅអីសុភានឹងរហូតដល់300កៅអីជាងឯណោះនៅក្នុងចំណោម400កៅអីជាងនៅក្នុងកៅអីសុភាសរុបណាអញ្ចឹងនេះគឺជារឿងដែលសំខាន់សម្រាប់បងប្អូនទាំងគ្នាដែលរស់នៅក្នុងប្រទេសជប៉ុនត្រូវតែដឹងរឿងទាំងអស់ហ្នឹង
អញ្ចឹងនេះជារឿងដែលសំខាន់ដែលបងប្អូនទាំងគ្នាដែលរស់នៅក្នុងប្រទេសជប៉ុនត្រូវតែដឹងហេតុឲ្យបានគេធ្វើគោលនយោបាយទាំងអស់ហ្នឹងហេតុឲ្យបានគេដេញប្រជាពលរដ្ឋបរទេសឲ្យទៅស្រុកវិញអញ្ចឹងណាហើយបងប្អូនទាំងគ្នាយល់ឃើញយ៉ាងណាដែរចំពោះគោលនយោបាយទាំងអស់នេះសូម comment ខាងក្រោមហើយកុំភ្លេចជួយចុច share ចុច like ក៏ដូចជាចុច subscribe channel YouTube របស់ខ្ញុំផងអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយ